រៀននៅសាលាបានសញ្ញាបត្រតែចេញទៅធ្វើការបានសញ្ញាឃើញសញ្ញាបត្រយើងរៀនទ្រឹស្ដីនៅនឹងសាលាទ្រឹស្ដីនេះជាអ្វីទ្រឹស្ដីនេះគឺជាបង្គំនៃបទពិសោធន៍របស់អ្នកផ្សេងដែលយកមកបង្គំសំយោគដកស្រង់ចេញទៅជាទ្រឹស្ដីមួយយកមកបង្រៀនយើងអញ្ចឹងសួរថាតើបទពិសោធន៍របស់អ្នកផ្សេងនេះវាត្រូវសម្រាប់យើងទេវាអត់ 100%ទេប៉ុន្តែវាមូលដ្ឋានដែរព្រោះកត្តាសង្គមកត្តាខ្លះវាដូចគ្នាបើរឿងវិទ្យាសាស្ត្រអានឹងគឺប្រកាសជាមិនខុសទេពិតណាសម័យឥឡូវសំបីតែវិទ្យាសាស្ត្រហ្នឹងក៏ជំងឺឧទាហរណ៍ជំងឺមួយក៏វាបំផ្លែងដែរដូចកូវីដចឹងកាលមុនគេរឿងតែជំងឺផ្ដាសាយដល់ឥឡូវវាបំផ្លែងគេត្រូវសិក្សាតែយ៉ាងហោចណាស់ពេលគេធ្វើថ្នាំគេផ្អែកទៅលើអាមូលដ្ឋានពីមុនមកខ្លះៗដើម្បីយើងធ្វើថ្នាំភ្លាមដែលថាព្រោះថ្នាំមួយត្រូវការប្រហែលជា 5-6 ឆ្នាំដើម្បីដកពិសោធន៍ទៅថាវាប្រសិទ្ធភាពអត់តែកូវីដយើងអត់តែបានមូលដ្ឋានបទពិសោធន៍ពីមុនជំនាញដូចគ្នាអញ្ចឹងយើងបានបទពិសោធន៍នៅក្នុងសាលាហើយយើងយកជាមូលដ្ឋានហើយប៉ុន្តែដល់ពេលជាក់ស្ដែងគឺអាចខុសពីដឹកតែត្រូវមានគម្ពីរមួយច្បាស់លាស់អានឹងដូចនៅក្នុងកងទ័ពអញ្ចឹងពេលដែលគេប្រើអាវុធគាំទ្ររៀនដំបូងគឺរៀនវាស់មុំបាញ់ឧទាហរណ៍ថាមើលគោលដៅទៅនោះគេមើលផែនមើលសម្មែលទៅនៅក្នុងរូបហ្នឹងក្នុងសម្មែលហ្នឹងគេមានអាម៉ែត្ររបស់គេវាយតម្លៃថាប្រវែងប្រមាណម៉ែត្រប្រមាណគេកណនាតាមគណិតទៅដឹងថាចម្ងាយប្រមាណទំហំប្រមាណអញ្ចឹងគេវាស់បាញ់អញ្ចឹងអ្នកដែលចេញទៅដំបូងវាស់អាហ្នឹងឲ្យច្បាស់ទៅតែដល់អ្នកយូរពេលខ្លះគេអត់ប្រើផងគេមើលតែកាភ្លើងនៅកន្លែងនោះស្ដាប់គេរាប់ប្រមាណសេកុងមកដល់នេះគេដឹងហើយចម្ងាយប្រមាណតែត្រូវមានមូលដ្ឋានដំបូងព្រោះដឹងចម្ងាយក៏ដោយត្រូវចេះអាបាញ់នឹងឲ្យត្រូវកុំឲ្យបាញ់ដាក់គ្នាឯងគណៈនេះដូចគ្នាដែរយើងចេញមកពីស្តង់ដារមួយដែលត្រូវការរៀនពេលរៀនក្បួនកុំរៀនផ្លូវកាត់សាលាគឺជាសាលារៀនក្បួនត្រូវមានក្បួនឲ្យច្បាស់ដល់ពេលគាត់ចេញធ្វើការគាត់សម្របសម្រួលទៅតាមស្ថានភាពនៃបទពិសោធន៍ការងារតែយកក្បួនមួយឲ្យច្បាស់ដើម្បីនិយាយគ្នាត្រូវទោះបីតែដល់គាត់កាត់អីខ្លះពេលធ្វើការងារជាក់ស្ដែងតែនិយាយក្បួនដូចគ្នាបើយើងបង្រៀនកាត់ហើយយើងពិបាកហើយបាទសាលាត្រូវរៀនក្បួនឲ្យច្បាស់បាទអញ្ចឹងយើងរៀនបែបនេះចេញពីនឹងរៀនបន្ថែមខ្លួនឯងយកសញ្ញាឃើញគឺនឹងបូកជាមួយនឹងសញ្ញាបត្រនេះជួយឲ្យយើងសញ្ញាបត្រជួយបើកទ្វារឲ្យយើងចូលកន្លែងមួយប៉ុន្តែសញ្ញាឃើញជួយឲ្យយើងវិវត្តនៅក្នុងកន្លែងនោះដែលខ្ញុំតែនិយាយថាសាលាបត្រពេលខ្លះជួយនៅក្នុងការបើកទ្វារឲ្យយើងចូលកន្លែងមួយតែឡើងចដើនៅក្នុងផ្ទះនោះគឺយើងត្រូវការសញ្ញាឃើញបើន័យថាលទ្ធផលជាក់ស្ដែងដែលយើងត្រូវធ្វើត្រូវមានភាពបត់បែននិងសម្របឲ្យតបទៅតាមស្ថានភាពជាក់ស្ដែងដែលត្រូវរៀនខ្លួនឯងរៀនស្វ័យសិក្សាខ្លួនឯងបាទចឹងហើយបានពេលដែលទៅរៀននេះរៀនគ្រប់ទីកន្លែងគ្រប់ពេលវេលាគ្រប់មធ្យោបាយទាំងអស់រួមទាំងស្វ័យសិក្សាដកពិសោធន៍ខ្លួនឯងស្រាវជ្រាវរួមទាំងការអានសៀវភៅទេ